ទស្សនវិជ្ជាបងប្អូនទាំងគ្នាថ្ងៃនេះខ្ញុំលើកយកជំងឺ Laryngo Malacia ខុសប្រក្រតីពីកំណើតនៃឆ្អឹងខ្ចីរបស់បំពង់សម្លេងដែលមានភាពទន់ជាងធម្មតាអំឡុងពេលទារកដកដង្ហើមចូលហើយវាមានឮសំឡេងដូចជាស្ទាយដឬក៏ហៅសំណុកពេលដែលដកដង្ហើមចូលនិងពេលយំជាដើមហើយមូលហេតុមិនទាន់ជាបានដឹងច្បាស់លាស់ឡើយទេប៉ុន្តែច្រើនគឺមកពីខ្សោយនៃសាច់ដុំនៅតំបន់ផ្លូវដង្ហើមខាងផ្នែកខាងលើនិងមានកត្តាមួយចំនួនដូចជាមានការបង្ករោគហើយភាពកក់ក្ដៅដែលភាគច្រើនតាំងពីកំណើតឬបង្ហាញនៅក្នុងខែដំបូងនៃជីវិតទាក់ទងជាមួយនឹងរោគសញ្ញារបស់Laryngo Malacia នេះគឺសំឡេងដកដង្ហើមរំខានខ្លាំងដូចជាសំឡុកណាសំឡេងកាយស្ដាយដល់ណាព្រោះទារកចំពោះទារកដកដង្ហើមចូលហើយពេលដែលកំពុងបើកក៏ពិបាកដែរប្រហែល 90% នៃករណីជំងឺ Laryngo Malacia ហ្នឹងបែកធូរស្រាលនិងជាសះស្បើយដែលគ្មានការព្យាបាលទេក្នុងពេលដែលកុមារឈានដល់អាយុពីរហូតដល់18ទៅ24ខែដល់24ខែហ្នឹងអាចនឹងជាប៉ុន្តែករណីខ្លះមិនជាមិនអាចមកធម្មតាវិញបើមានករណីដែលធ្ងន់ធ្ងរសូមបងប្អូនយកកូនទៅគ្រោះជាមួយនឹងវេជ្ជបណ្ឌិតជាដើមសូមអរគុណ